សួស្តីអ្នកមើលអនិមេទាំងអស់គ្នាខ្ញុំក៏យ៉ាកាមីអញ្ចឹងយើងមកបន្តសាច់រឿង How to Become Ordinary នៅក្នុងវគ្គ3ឬក៏ episode ទី13នៃ season ទី2ដែលមានឈ្មោះថា Hesitant Spring តើអញ្ចឹងកុំឲ្យខាតពេលច្រើនយើងទៅមើលទាំងអស់គ្នាផ្ដើមដំបូង Makishima និង Kenko ចែកចាយទស្សនាវដ្តីដែល Urino បានសរសេរក្នុងនោះរៀបរាប់ពីករណីភ្លើងឆេះជាច្រើននៅក្នុងឆ្នាំនេះហើយក៏ចង់តាមដាននៅករណីភ្លើងឆេះប្រចាំឆ្នាំនេះដែរព្រមទាំងចង់ជ្រើសរើសសិស្សវិទ្យាល័យឆ្នាំទី1ដែលមានចំណាប់អារម្មណ៍បើសិនជាចង់ចូលរួមមិនថា Kobato ឬ Osanai ទេសុទ្ធតែបានអាននៅកាសែតនេះបន្ទាប់ពីសិស្សទាំងអស់គ្នាបានទទួលហើយក្រោយមក Hiya បានសរសើរ Urino ថាពិតជាអស្ចារ្យមែនដោយ Hiya បាននិយាយថាមានសិស្សជាច្រើនពិភាក្សាអំពីករណីទាំងអស់នេះបន្ទាប់មកក៏ទាញចូលដល់ Osanai ដែល Hiya គិតថាជាសង្សាររបស់ Urino តែទឹកមុខ Urino មិនល្អទេទោះបីជារបាយការណ៍ករណីទាំងនេះត្រូវបានសរសេររួចផុតពីការខឹងរបស់លោកគ្រូដ៏ជោគជ័យក៏ដោយគាត់ធ្វើវាបានជោគជ័យក៏ដោយតែ Osanai មិនបានញញឹមដាក់គាត់ទេបើទោះបីជានាងបានឃើញរបាយការណ៍ទាំងអស់នេះក៏ដោយកាត់ដល់ក្នុងក្លឹបកាសែត Monchi មិនចង់ឲ្យ Urino សរសេរពាក់ព័ន្ធនឹងរឿងទាំងអស់នេះទេ Monchi និង Urino បានទាស់សម្ដីគ្នាលោកគ្រូនាយកនេតាប្រហែលជាតម្រូវឲ្យសរសេរព័ត៌មានទស្សនាវដ្តីត្រឹមខែ4ដោយ Urino បានរៀបចំរបាយការណ៍2របាយការណ៍ទី1គឺសរសេរបញ្ចប់ករណីភ្លើងឆេះនិងត្រៀមមួយទៀតបើសិនជាមានរឿងផ្លាស់ប្ដូរប៉ុន្តែដោយការប្រកែករបស់លោកគ្រូនាយកនេតាចឹងបានន័យថារឿងត្រូវបានផ្លាស់ប្ដូរតែយ៉ាងណា Urino មិនបានបោះបង់ចោលគំនិតចង់សរសេរទេតែ Monchi អត់ដឹងថាគាត់ខំប្រឹងយ៉ាងណាទេមិនដូចជា Monchi ទេស្នើសុំនាយកមិនបានគិតពីគំនិតខ្លួនឯងទេ Urino និយាយទាំងកំហឹងទោះដឹងថា Monchi ជាសិស្សច្បងខ្លួនក៏ដោយកន្លងមក Monchi ចេញនៅព័ត៌មានឡើងវិញនៃព័ត៌មានដែលបានចេញប៉ុណ្ណោះតែគាត់បានរកឃើញករណីភ្លើងឆេះនេះមានតែគាត់ទេដែលអាចសរសេរវាបានគ្មានថ្ងៃដែលសិស្សច្បង Monchi សរសេរវាបានទេ Urino និយាយទាំងកំហឹងនិងយកដៃចង្អុលមុខ Monchi ទៀតភ្លាមនោះ Kenko ក៏ចេញមុខនិយាយម្ដងឥឡូវនេះគាត់អាចយល់បាននៅអ្វីដែល Urino និយាយហើយគាត់ក៏ដឹងពីការខិតខំប្រឹងប្រែងរបស់ Urino ដែរតែ Urino ក៏មិនគួរមើលស្រាលការសរសេររបស់ Monchi ដែរបន្ទាប់មកក៏សួររំលឹក Urino ពាក់ព័ន្ធជាមួយលោកគ្រូនាយកនេតាគាត់មិនចង់ឲ្យសរសេរពីករណីភ្លើងនេះទេព្រោះអាចឆ្លុះបញ្ចាំងពីកិច្ចការនៅក្នុងសាលាបើរបាយការណ៍នោះពាក់ព័ន្ធនឹងការទស្សន៍ទាយកន្លែងត្រូវដុតបន្ទាប់គាត់អាចមានលេខដោះស្រាយប៉ុន្តែសម្រាប់របាយការណ៍ដែល Urino ទើបតែបញ្ចេញដែលបានចែកឲ្យសិស្សានុសិស្សនោះគាត់មិនអាចគ្រោងទុកបានទេKenko មានអារម្មណ៍ដោយលោកគ្រូនេតានេះគ្រាន់តែជាការស្មានហើយក៏មិនអាចកើតឡើងពិតប្រាកដដែរហើយក្នុងរបាយការណ៍នោះ Urino បានជ្រើសរើសសិស្សវិទ្យាល័យឆ្នាំទី1ស្ម័គ្រចិត្តទៀតដើម្បីចូលរួមក្នុងរឿងនេះដូចជាល្មើសនឹងសិទ្ធិរបស់ Kenko Urino ក៏និយាយជាមួយ Kenko គាត់គ្រាន់តែចង់បានអ្នកសរសេរនៅទំព័រមុខអញ្ចឹងតើពេលផ្សាយចេញតើត្រូវបោះពុម្ពផ្សាយទំព័រមុខដែរមែនចម្លើយ Kenko បានន័យថាអ្វីដែលសរសេរគឺត្រូវទៀងទាត់ជាមួយនឹងទំព័រមុខអញ្ចឹង Urino ប្រកាសជាមិនមែនជ្រើសរើសអ្នកក្រោមប្រកបខ្លួនទេ Kenko យល់នៅពេលមានអ្នកជំទាស់ Urino ធ្វើឲ្យ Urino មិនសប្បាយចិត្តព្រោះគាត់ខិតខំខ្លាំង Kenko ក៏សូមទោស Urino ព្រោះតែគាត់មានការសង្ស័យ Urino ក៏ចង់ឲ្យ Urino បង្ហាញពីការអាចទស្សន៍ទាយបាន Urino ក៏បានបង្ហាញដោយមុនពេលនេះ Urino ក៏បានពិភាក្សាជាមួយនឹង Hiya ដោយសារករណីដុតទាំង4នេះយើងក៏អាចទស្សន៍ទាយបាននៅការដុតបន្ទាប់ដែរចំពោះខែតុលាករណីនៅ Hamae ខែវិច្ឆិកានៅ Nishimori នៅខែធ្នូនៅ Kosashi បន្ទាប់មកនៅ Akane-be ករណីទាំងអស់នេះកើតឡើងតែនៅតំបន់ខាងលិចក្រុងហើយកើតឡើងនៅឆ្ងាយៗពីគ្នាទៀតការជិះកង់ពីទីតាំងមួយទៅទីតាំងមួយក៏ប្រើពេលយូរដែរបើមានប៉ូលីសនៅក្បែរនោះក៏លំបាកសម្រាប់ជនបង្កអគ្គីភ័យដែរ Urino មានកំណត់មួយអ្វីដែលកើតឡើងបន្ទាប់ពីភ្លើងឆេះមនុស្សនឹងរាយការណ៍ទៅអ្នកពលរដ្ឋអគ្គីភ័យតែ Urino សង្កេតឃើញថាលើកលែងតែ Hamae ទេដែលមិនបានរាយការណ៍ផ្ទុយទៅវិញអ្នកពលរដ្ឋអគ្គីភ័យពីកន្លែងផ្សេងជាអ្នកប្រតិបត្តិការ Urino បានពិនិត្យរឿងនេះដោយបណ្ដុំលេខទូរស័ព្ទនៅក្នុងសៀវភៅលេខកូដប្រៃសណីយ៍និងផែនទីការពារគ្រោះមហន្តរាយផ្សេងៗHiya ក៏សរសើរនៅការខិតខំប្រឹងប្រែងនេះទីបំផុតរកឃើញនៅមធ្យោបាយការពារទីក្រុងគីរ៉ាហើយនៅក្នុងក្លឹបទស្សនាវដ្តី Urino បង្ហាញនៅបញ្ជីមួយដែលបង្ហាញពីកាលបរិច្ឆេទនិងតំបន់ដែលត្រូវបានដុតនិងការព្យាករណ៍តំបន់ដុតបន្ទាប់ Urino ប៉ាន់ស្មានថាអ្នកដែលបង្ករឿងនេះអាចមានទំនាក់ទំនងជាមួយនឹងនាយកដ្ឋានពលរដ្ឋអគ្គីភ័យចំពោះ Monchi ក៏ព្យាយាមប្រឆាំងចំណែកបញ្ជីនេះមិនមែន Urino ជាអ្នកធ្វើទេចំពោះ Kenko ពិតជាឆ្ងល់ថាតើកត្តាអ្វីដែលធ្វើឲ្យជននោះបង្កអគ្គីភ័យអញ្ចឹងអ្នកបង្កអគ្គីភ័យនោះចាប់ផ្ដើមនឹងចង់ដឹងថាតើក្រុមពលរដ្ឋអគ្គីភ័យណាមួយដែលបង្ហាញខ្លួនឬមួយក៏ចង់សាកល្បងនឹងរឿងអ្វីមួយនឹងបានថាការស្មានរបស់ Urino ពិតជាមានន័យច្រើនហើយដោយសារតែបងប្រុសរបស់ Urino ជាអ្នកពលរដ្ឋអគ្គីភ័យ
ចឹងទើបគាត់ទទួលបានព័ត៌មានតារាងនេះដែរលឿនចឹងខេងកូបែរជានិយាយថាគាត់បានធ្វើខុសហើយលើកនេះនឹងជំរុញឲ្យរបាយការណ៍ដែលអ៊ឺរីណូបានរៀបចំនោះបោះពុម្ពតែគាត់ក៏សួរមុនឈីដែរតើមានរឿងអ្វីកើតឡើងបើសិនជាព័ត៌មាននេះចេញចម្លើយគឺត្រូវការបញ្យល់បកស្រាយខេងកូក៏បានតបភ្លាមដែរករណីវាប្រហារដោយភ្លើងឆេះមិនទាន់ចប់ទេអ្វីដែលដឹងគឺភាពជាក់លាក់នៃសព្ទាក្នុងការដុតនោះបើព័ត៌មានចេញអាចមានការផ្លាស់ប្ដូរលុះត្រាតែមានគំនិតផ្សេងទៀតចឹងព័ត៌មានត្រូវបានចែករំលែកឥឡូវទេតែអ៊ឺរីណូមានគំនិតជាច្រើនទៀតខេងកូថាគាត់អត់មានភាពប្រុងប្រយ័ត្នដូចអ៊ឺរីណូទេនឹងបន្តនិយាយជាមួយមុនឈីបើសិនជាព័ត៌មាននេះចេញក៏ពិបាកតាមរកអ្នកធ្វើពិតប្រាកដហើយក៏មិនដឹងថាអ្នកណាជាអ្នកធ្វើអញ្ចឹងតាមដែរហើយក៏អាចប៉ះពាល់នឹងមិនអាចដោះស្រាយបានសម្រាប់ក្លឹបទស្សនាវដ្តីសាលាដែរហើយក៏ទុកឱកាសនេះឲ្យអ៊ឺរីណូធ្វើវាដោយឯករាជ្យចោះនឹងបានប្រាប់អ្នកទាំងអស់គ្នាថាឆ្នាំនេះគាត់ចូលឆ្នាំទី3ហើយជិតដល់ពេលដែលគាត់ចាកចេញទៅរៀននៅសាកលហើយអញ្ចឹងគាត់ក៏ឈប់ធ្វើជាប្រធានក្លឹបទស្សនាវដ្តីដែរអញ្ចឹងតំណែងប្រធានក្លឹបនេះអាចធ្លាក់ទៅរកអ៊ឺរីណូឬក៏អ៊ីតស្កៃឈីរឿងក៏កាត់ទៅអូសាណៃនិយាយទូរស័ព្ទជាមួយនឹងមុនឈីប៉ុន្តែមិនដឹងថាពួកគេនិយាយពីរឿងអ្វីទេលុះពេលល្ងាចមកដល់អូសាណៃក៏រងចាំអ៊ឺរីណូនៅមាត់ទ្វារហើយអ៊ឺរីណូចេញមកបន្ទាប់មកអូសាណៃក៏បានអបអរសាទរដែលអ៊ឺរីណូបានក្លាយទៅជាប្រធានក្លឹបកាសែតហើយនាងក៏ព្រួយបារម្ភពីអ៊ឺរីណូដែរអ៊ឺរីណូឆ្ងល់អូសាណៃបានថាបើសិនជាអ៊ឺរីណូក្លាយជាប្រធានក្លឹបកាសែតគាត់អាចស៊ើបអង្កេតកាន់តែស៊ីជម្រៅអ៊ឺរីណូឆ្លើយតបមានន័យថាគាត់មិនត្រឹមតែស៊ើបអង្កេតទេគាត់ចង់ចាប់អ្នកធ្វើទៀតហើយទស្សនាវដ្តីហ្វឺណាដូប្រចាំខែនឹងកាន់តែផ្លាស់ប្ដូរតែពេលនេះខេងកូមិនទាន់បានលាលែងពីតំណែងទេចឹងរឿងទាំងអស់នេះប្រហែលជាមិនអាចកើតឡើងទេអូសាណៃនិយាយតែពេលនេះអ៊ឺរីណូបានគិតថាវត្តមានរបស់ខេងកូមិនសំខាន់ទេខេងកូមិនបានដឹងអ្វីជាច្រើនទេឬមួយក៏អូសាណៃទុកចិត្តខេងកូជាងទុកចិត្តគាត់អ៊ឺរីណូនិយាយយ៉ាងខ្លាំងធ្វើឲ្យអូសាណៃនៅស្ងៀមអូសាណៃក៏ឆ្លើយតបខេងកូគួរឲ្យទុកចិត្តតែកំខឹងនាងមិនចង់មានបញ្ហាជាមួយមនុស្សឧស្សាហ៍ព្យាយាមទេនាងចូលចិត្តមនុស្សធម្មតាសាមញ្ញនឹងមិនចង់មានបញ្ហាតែអ៊ឺរីណូឆ្លើយតបភ្លាមគាត់ខុសគ្នាទុកពេលឲ្យគាត់គ្រាន់តែរងចាំប្រហែល3ខែគាត់នឹងបង្ហាញអូសាណៃពីភាពដ៏ល្អបំផុតរបស់គាត់អ៊ឺរីណូក៏ទាញអូសាណៃមកថើបភ្លាមតែអូសាណៃបានយកក្តារមួយមករាំងបាត់ហើយអូសាណៃថាមិនគួរធ្វើរឿងចឹងទេមុននេះអ៊ឺរីណូថាទុកពេលឲ្យគាត់នឹងបង្ហាញភាពដ៏ល្អទៅអូសាណៃអញ្ចឹងនាងថានាងនឹងរងចាំក្តារដែលបិទមាត់មិញនេះទុកធ្វើជាការរងចាំបកគលឲ្យអ៊ឺរីណូប៉ុន្តែទម្លាក់ចុះក្រោមហើយអ៊ឺរីណូក៏អោនចុះទៅរើសនឹងមើលទៅមុខអូសាណៃពេលនេះលុះព្រឹកស្អែកខូបាតូកំពុងតែស្វ័យសិក្សាបន្ទាប់ពីចាក់ចែងក៏ខលទៅខេងកូហើយក៏បានជួបខេងកូនៅតាមផ្លូវឲ្យតែខូបាតូខលទៅគាត់មិនមែនជាដំណឹងល្អបំផុតទេកាលពីថ្ងៃមុនខូបាតូខលមកគាត់ឲ្យគាត់ផ្ញើរូបភាពរថយន្តមួយនោះការពិតនេះក៏ជារឿងពាក់ព័ន្ធមួយដែរលើកនេះគឺនិយាយគ្នាអំពីរឿងដែលកើតឡើងខូបាតូបាននិយាយបានន័យថាចាប់តាំងពីខែកញ្ញាមកអ៊ឺរីណូចង់សរសេរព័ត៌មានក្រៅសាលាតែខេងកូបានជំទាស់នេះអាចខ្លាចអ៊ឺរីណូគ្របដណ្ដប់លើខ្លួនជាងហើយខេងកូក៏ឆ្លើយថាពិតមែននេះជាហេតុផលមួយហើយពេលដែលអូសាណៃមកនិយាយជាមួយគាត់នោះច្បាស់ណាស់ថានាងក៏ដឹងដែរថានាងមិនអាចផ្លាស់ប្ដូរគំនិតគាត់បានទេហើយតែនាងដឹងទេថានៅក្នុងក្លឹបទស្សនាវដ្តីមានរឿងអ្វីគំនិតខូបាតូអូសាណៃប្រកាសជាដឹងដោយសារតែនាងមានអ្នកស្គាល់នៅក្នុងក្លឹបខេងកូថាគឺមុនឈីខេងកូចាំថាអូសាណៃរៀនជាមួយមុនឈីកាលពីឆ្នាំមុនអញ្ចឹងគឺសមហេតុផលដែលមុនឈីប្រាប់នាងតែមុនឈីប្រឆាំងនឹងគំនិតអ៊ឺរីណូខូបាតូមានគំនិតមួយគាត់មិនគិតដូចខេងកូដែលថាអូសាណៃមិនអាចផ្លាស់ប្ដូរគំនិតគាត់បានទី1ខេងកូចង់ការពាររឿងអូសាណៃដែលប្រឆាំងនឹងរឿងអ៊ឺរីណូតែអូសាណៃបែរជាមិនឲ្យខេងកូរាយការណ៍ពីរឿងរបស់នាងកាលពីរដូវក្តៅទៅវិញចឹងហើយខេងកូមិនអាចមានអ្វីត្រូវប្រឆាំងទេអញ្ចឹងបានន័យថាអូសាណៃចង់ឲ្យខេងកូគ្រប់គ្រងអ៊ឺរីណូអញ្ចឹងអាចប្រហែលថាអូសាណៃនិងអ៊ឺរីណូរួមគំនិតគ្នាព្រោះមុនឈីបានប្រឆាំងទៅនឹងអ៊ឺរីណូហើយខេងកូថាកំឡុងពេលនោះយីស្ខៃឈីថាគាត់ចង់សរសេរវាដែរមើលទៅតំណែងអូសាណៃជួយជំរុញហើយអ្វីក៏អូសាណៃជ្រៀតជ្រែករឿងនេះបន្ទាប់មកខូបាតូរំលឹកខេងកូពីរថយន្តដែលខេងកូផ្ញើឲ្យហើយរថយន្តនោះត្រូវបានភ្លើងឆេះនៅមាត់ទន្លេស៊ឺណូរថយន្តនោះគឺជារថយន្តដែលបានចាប់ចម្រិតអូសាណៃចឹងហើយការដុតនេះប្រហែលជាអាចពាក់ព័ន្ធទៅនឹងអូសាណៃតែខូបាតូពិតជាឆ្ងល់រវាងអ៊ឺរីណូនិងអូសាណៃតែអាចមានអ្វីពិសេសទេខេងកូផ្ដល់យោបល់អាចទៅសួរនាំយ៉ូស្គីឈីនៅពេលទៅជួបយ៉ូស្គីឈីខានជួបជជែកគ្នាយូរហើយខូបាតូសួរយ៉ូស្គីឈីថាស្គាល់អូសាណៃអត់យ៉ូស្គីឈីបាននៅចាំអូសាណៃជាអតីត
មិត្តស្រីរបស់ Kobato ចង់សួរអ្វីដែលនាងដឹងពីអូសាណៃជាពិសេសជាមួយ Urino ចម្លើយពួកគេកំពុងដេតជាមួយគ្នា Yoshiki បាននិយាយលេងថា Kobato នៅខ្វល់ជាមួយនឹងអតីតមិត្តស្រីរបស់ខ្លួនទៀត Kenko ក៏ចេញមកនិយាយ Kobato មិនមែនចង់ដឹងពីអូសាណៃទេផ្ទុយទៅវិញគាត់ចង់ដឹងពី Urino តែប្រហែលជានាងអត់ដឹងដែរតែមុនពេលចេញទៅវិញ Yoshiki ចង់និយាយពី Nakamaru Kobato បានកត់សម្គាល់សោះតែនាងមានទំនាក់ទំនងជាមួយអ្នកណាឲ្យពិតប្រាកដ Yoshiki ក៏បាននិយាយនាងបានបោកមនុស្សប្រុសពីរនាក់មករួចមកហើយនាងមានមិត្តប្រុសពិតប្រាកដដែលរៀននៅសាកលវិទ្យាល័យហើយបច្ចុប្បន្ននាងកំពុងតែដេតជាមួយមនុស្សប្រុស3នាក់រួមទាំង Kobato ដែរបន្ទាប់ពីចាក់ចេញពី Yoshiki Nakamaru គឺជាមនុស្សស្រីដែល Kobato ដេត Kenko ក៏តបបានន័យថាក៏ខ្វល់នឹងរឿងហ្នឹងមិនពាក់ព័ន្ធទៅនឹងបញ្ហាក្លឹបកាសែតឬការវាយប្រហារដោយការដុតទេមែនទេ Kobato ថាបើសិនជាអូសាណៃជាអ្នកកំណត់នៅការដុតចឹងតើគាត់អាចធ្វើអ្វីបាន Kenko ក៏ឆ្លើយតបបានន័យថាត្រឹមត្រូវហើយទោះបីជាបែកគ្នាហើយក៏ដោយ Kobato និយាយបន្តគាត់ពិតជាល្ងីល្ងើមែនលឿនចឹង Kenko ក៏សម្រួលថាណាហើយចុះនឹងសួរ Kobato ពីដំណោះស្រាយការស្វែងរកពិតប្រាកដ Kobato ជឿថាឧបទ្ទហេតុទាំងអស់នេះគួរតែត្រូវបានដោះស្រាយដោយការរៀបចំជា information គឺជាព័ត៌មានដែលទទួលបាននិងមានអត្ថន័យអញ្ចឹងអេពីសូតទី3ឬក៏វគ្គទី13បានមកដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយបាយ